បាទសួស្តីអ្នកទាំងអស់គ្នាតាថ្ងៃនេះដែរយើងមើលវីដេអូគេកែច្នៃទៀតហើយបងប្អូនទាំងអស់គ្នានេះគឺជារបៀបដែលគេកតុកអាស័យបងប្អូនគេធ្វើជាកតុកបងប្អូនទាំងអស់គ្នាលក់បានលុយរាប់រយរាប់ពាន់ណាបងប្អូនទាំងអស់គ្នាគ្រាន់តែអាស័យមួយកំណាត់នេះបងប្អូនយើងទាំងអស់គ្នាបាទបងប្អូនយើងទាំងអស់គ្នាចាំតាមដានទស្សនាជាមួយខ្ញុំបន្តទៅទៀតបងប្អូនយើងទាំងអស់គ្នាណាបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាអ្នកគេយកកំបិតមកយកមកសកមកអីអញ្ចឹងឯងណាបងប្អូនយើងទាំងអស់គ្នាធ្វើម៉េចឲ្យតាវាស្អាតបងប្អូនយើងទាំងអស់គ្នាបាទធ្វើម៉េចឲ្យវាស្អាតបងប្អូនបាទគេសកអញ្ចឹងឯងបងប្អូនយើងទាំងអស់គ្នាណាបាទគេសកអញ្ចឹងឯងធ្វើម៉េចសកទៅសកមកសកទៅសកមកឲ្យវាស្អាតបងប្អូនយើងទាំងអស់គ្នាគេយកកូនកំបិតមកកោសរៀបបងប្អូនយើងទាំងអស់គ្នាបាទរួចហើយគេយកកូនកំបិតមកកោសណាបងប្អូនបាទអ្នកគេកោសវាអញ្ចឹងឯងបងប្អូនយើងទាំងអស់គ្នាណាបាទកោសធ្វើម៉េចឲ្យវាស្អាតដៃបងប្អូនបាទធ្វើសម្អាតដៃសិនបាទមុននឹងយើងសម្អាតតួវាគេសម្អាតដៃឲ្យស្អាតសិនបងប្អូនយើងទាំងអស់គ្នាបាទបន្ទាប់ពីយើងកោសផ្អៀងកោសផ្អងរួចរាល់អញ្ចឹងទៅបងប្អូនទាំងអស់គ្នាបាទគេយកកុកបាតតូចយកគេយកមកកោសសម្អាតលលិញធ្វើម៉េចឲ្យវាស្អាតដៃវាសិនបងប្អូនទាំងអស់គ្នាបាទបងប្អូនគ្រាន់តែថ្ងៃមួយណាខ្ញុំបងប្អូនណាគេកែច្នៃលក់បានលុយរាប់រយរាប់ពាន់តែម្ដងបងប្អូនទាំងអស់គ្នាបាទនេះគេកំពុងតែចាប់ផ្ដើមសម្អាតវាបន្តិចម្ដងបងប្អូនទាំងអស់គ្នាបាទគេសម្អាតធ្វើម៉េចឲ្យវាស្អាតឲ្យវាស្ដើងឲ្យវាលលោងបងប្អូនទាំងអស់គ្នាបាទបើយើងមិនធ្វើមិនស្អាតមិនរលោងមិនល្អទេក៏លក់ក៏មិនបានថ្លៃដែរណាបងប្អូនទាំងអស់គ្នាបាទយើងធ្វើម៉េចឲ្យតែវាស្អាតបងប្អូនបាទបន្ទាប់មកទៀតគេចាំងខាងក្រោយចាំងសម្បកអាស័យបងប្អូនទាំងអស់គ្នាបាទគេចាំងធ្វើម៉េចឲ្យវាស្ដើងបន្តិចបាទបងប្អូនទាំងអស់គ្នាដោយហើយគេយកកូនកំបិតមកកោសរីដាក់បងប្អូនទាំងអស់គ្នាបាទគេយកកូនកំបិតនេះមកកោសធ្វើម៉េចឲ្យវាលលោងល្អបងប្អូនទាំងអស់គ្នាបាទកោសខាងមុខខាងក្រោយចំហៀងបាទបងប្អូនទាំងអស់គ្នាបាទកោសធ្វើម៉េចឲ្យស្អាតបងប្អូនទាំងអស់គ្នាបាទគេកោសធ្វើម៉េចឲ្យស្អាតបាទរៀបរយល្អបងប្អូនយើងទាំងអស់គ្នាបាទដោយហើយគេយកកូនកំបិតមកច្រឹបទៀតបងប្អូនបាទច្រឹបធ្វើម៉េចឲ្យវាឡយឲ្យវាស្អាតបងប្អូនបាទអ្នកគេចាប់ផ្ដើមយកកូនកំបិតយន្តអីបន្តមកទៀតគេគិតគេកែគេច្នៃធ្វើម៉េចឲ្យតែវាស្អាតបងប្អូនទាំងអស់គ្នាបាទរួចហើយគេយកម៉ាទ័រដៃយើងចូលមកស្វានចោះហាក់ដៃដែលយើងកាន់បងប្អូនទាំងអស់គ្នាបាទគេចោះឲ្យថ្មីឲ្យមានប្រហោងបងប្អូនទាំងអស់គ្នាណាបាទអ្នកគេចោះយកបង្ហោងបាទបន្ទាប់មកទៀតគេយកអាដែកនេះបងប្អូនបាទដែកឈានដូចជាដែកឈានអញ្ចឹងហីតកាប់ចាប់បងប្អូនបាទអ្នកគេយកមកចាប់អញ្ចឹងហីបងប្អូនទាំងគ្នារួចហើយបងប្អូនទាំងគ្នាគេដាក់អាសរសៃដែកមួយបងប្អូនបាទនេះអាសរសៃដែកទូចបងប្អូនបាទសរសៃដែកទូចបាទនេះលយមែនតើបងប្អូនអើយបាទបន្តមកទៀតរបៀបដែលគេដាក់ជ្រុងបងប្អូនទាំងគ្នាបាទរបៀបដែលគេដាក់ក្រាអីតាមជ្រុងតាមកែងតាមអីវាណាបងប្អូនទាំងគ្នាបាទគេធ្វើម៉េចឲ្យវាស្អាតល្អបងប្អូនទាំងគ្នាបាទមើលនេះបងប្អូនបាទបងប្អូនដែលគាត់ក្រាអីមើលវីដេអូនេះបានបងប្អូន